សូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាអ្នកស្រឡាញ់ម៉ូតូត្រៃទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកបងប្អូនពីការប្រើប្រាស់ម៉ូតូ XR 07ដែលខ្ញុំកំពុងតែប្រើនេះខ្ញុំជិះវាបានរយៈពេល1ខែហើយអញ្ចឹងការប្រើប្រាស់របស់វាខ្ញុំចង់ជម្រាបជូនដល់បងប្អូនដែលគាត់មានបំណងនឹងទិញឬមួយក៏គាត់កំពុងតែចង់ប្រើប្រាស់ម៉ូតូពួកត្រៃហើយម៉ូតូខ្ញុំនេះគឺពួក XR ឆ្នាំ07កម្លាំង250ខ្ញុំប្រើប្រាស់រយៈពេល1ខែនេះឃើញថាវា smooth ជិះទៅស្រួលហើយវាខ្លាំងហ្នឹងណាហើយចំណុចខ្លាំងនេះ250នេះខ្ញុំធ្លាប់ទិញម៉ូតូ Yamaha ម្ដងកាលហ្នឹង125ខ្ញុំជិះបានតែមួយអាទិត្យទេទិញថ្មីកេះពីក្រុមហ៊ុនម៉ូតូត្រៃដូចគ្នាប៉ុន្តែបន្ទាប់ពីខ្ញុំទិញហើយខ្ញុំក៏ឈប់ប្រើវាមួយអាទិត្យក្រោយមកខ្ញុំលក់វិញលក់ខាតដោយសារវាខ្សោយពេកយើងជិះពិបាកជិះមែនតើជិះហើយយើងកម្លាំងនេះផងហើយជិះម៉ូតូរកស៊ុលអញ្ចឹងធ្វើឲ្យយើងនឹងពិបាកក្នុងការជិះដូរវិញក្រោយមកទៀតខ្ញុំក៏ទិញម៉ូតូឌុប200កម្លាំងវា200ក៏នឹងឌុបហើយទិញហ្មងក៏ជិះបានប្រហែលជាមួយខែប្រៀបធៀបទៅគឺកម្លាំង200ក៏មិនខ្សោយហ្មងដែរវាខ្លាំងប្រហែលនឹង250នេះដែរទេប៉ុន្តែអ្វីដែលភាពខុសគ្នាគឺភាពងាយស្រួលក្នុងការប្រើប្រាស់របស់វាបូមវាទាំងក្រោយទាំងមុខវាអត់ smooth ទេវាមានអារម្មណ៍ថាកតាក់ហឹងណាទោះបីយើងទិញបកកេះក៏ដោយហើយមានអារម្មណ៍ថាសំឡេងវាអត់ធូរអត់ខ្លាំងអញ្ចឹងខ្ញុំក៏សម្រេចចិត្តលក់វាវិញទៅទិញជីបានប្រហែលជាមួយខែអញ្ចឹងឥឡូវក្រោយនេះខ្ញុំក៏សម្រេចចិត្តទិញម៉ូតូ XR នេះឆ្នាំ2007អញ្ចឹងក្រោយពីខ្ញុំជិះមករយៈស្រួលជិះមែនទែនហ្មងជិះស្រួលញាក់ខ្លាំងហើយវា smooth ទាំងបូមមុខទាំងបូមក្រោយទន់ស្រួលហើយការកម្រិតនៃការស៊ីសាំងវាក៏ល្មមយើងជិះនៅក្នុងក្រុងហើយជិះល្មមដែរចិត្តដែរដី 4-5 គីឡូ 10 គីឡូអីហ្នឹងអញ្ចឹងតែក៏នៅវាពេលស្ទះវាក្តៅអញ្ចឹងចំណុចដែលយើងគាត់សម្គាល់ពីមុនខ្ញុំក៏ឆ្ងល់ដែរថាហេតុអីបានអ្នកជិះម៉ូតូត្រៃឬមួយអ្នកជិះម៉ូតូធំស្ពណ៌ហេតុអីបានគាត់ត្រូវជិះរៀងលឿនដោយសារកាលណាយើងជិះរៀងស្ទះរៀងយូរគឺវាធ្វើឲ្យយើងក្តៅជើងក្តៅធំព្រោះម៉ូតូធំវាកម្លាំងខ្លាំងវាត្រូវស៊ីវាអត់អាច smooth ស្រួលជិះដោយអសងដោយ Scoopy ដោយ click ដូចអីទេអញ្ចឹងវាត្រូវការឲ្យយើងជិះរៀងលឿនហើយចំណុចទី2ឆ្ងល់ហ្នឹងហេតុអីមកគេជិះកតាក់អញ្ចឹងជិះទៅរៀងមួនងោអញ្ចឹងណារៀងកតាក់អញ្ចឹងចំណុចនេះដល់ពេលខ្ញុំជិះខ្លួនឯងបើដឹងថាអូនេះគឺនៅពេលណាដែលផ្លូវស្ទះយើងត្រូវការកម្លាំងវាទប់ហើយម៉ូតូវាធ្ងន់អញ្ចឹងយើងត្រូវការរោម៉ាស៊ីនវាឲ្យកម្លាំងវាកតាក់អញ្ចឹងបានយើងរៀងស្រាលដៃយើងអត់អាចជិះធ្វើ smooth មួយដូចអសងដូច Scoopy ដូច click អីទេអញ្ចឹងនេះគឺជាការប្រើប្រាស់របស់ខ្ញុំរយៈពេល1ខែនេះហើយចំណុចមួយទៀតដោយសារតែខ្ញុំទិញបានម៉ូតូនេះវាល្អដែរនៅសំណុំវាអត់តន់ដោះតន់រើមសិននេះណាវានៅសំណុំចង់កម្លាំងវាក៏ខ្លាំងជិះទៅក៏ smooth ស្រួលបូមវាក៏រលាស់ស្រួលបូមវានៅថ្មីហើយនេះដល់ពីមុនខ្ញុំជិះទៅយើងឆាប់ក្តៅដែរដោយសារតែយើងជិះនៅក្នុងក្រុងវាស្ទះយើងឆាប់ក្តៅប៉ុន្តែដល់ពេលយើងជិះវាមូលវាកតាក់តិចទៅហើយយើងជិះរៀងលឿនតិចវាមិនលឿនណាស់ទេក្នុងក្រុងប៉ុន្តែគាត់ថាយើងកុំធ្វើមួយធ្វើ slow ណាអញ្ចឹងអាហ្នឹងសម្រាប់ខ្ញុំចែករំលែកក្នុងវីដេអូនេះបានប៉ុណ្ណឹងហើយសូមបើសិនបើបងឬមួយក៏បងប្អូនដែលធ្លាប់ប្រើប្រាស់កន្លងមកមានអ្វីដែលចែករំលែកទៀតអាចcomment នៅក្នុងវីដេអូនេះមកនៅក្នុង YouTube នេះមកហើយសង្ឃឹមថាបងប្អូនបើសិនជាគិតថាការចែករំលែកនេះអាចមានប្រយោជន៍សម្រាប់បងប្អូនបងអាចចែករំលែកទៅ YouTube នេះទៅ
អ្នកផ្សេងឬមួយក៏បងប្អូនមិត្តភ័ក្តិផ្សេងទៀតឬមួយក៏បងសូមជួយ subscribe channel ខ្ញុំផងគឺដៃថ្មីទេបង្កើតពេលដែលបានម៉ូតូនឹងជិះគឺបង្កើត channel ខ្លួនឯងសម្រាប់ចែករំលែកបទពិសោធន៍ជូនបងប្អូនទាំងអស់គ្នាអរគុណសង្ឃឹមថាបានជួបគ្នានៅវីដេអូក្រោយទៀតអរគុណទាំងអស់គ្នាសុខសប្បាយ